របៀបធ្វើទឹកជ្រលក់ប្រហិតដែលបងគាត់សនំពណ៌ឥឡូវម៉ែគាត់បឺតមានពេលចេញជាវីដេអូធ្វើឲ្យហើយចឹងបងអាចមើលនៅក្នុងវីដេអូនេះបានឬក៏អាច share វីដេអូទុកមើលម្នាក់មួយនៅថ្ងៃក្រោយក៏បានដែរយើងធ្លាប់ហូបតែទឹកម្ទេសឬក៏ទឹកប៉េងប៉ោះយកមកជ្រលក់ជាមួយនឹងប្រហិតឥឡូវមកដូររសជាតិថ្មីជាមួយនឹងទឹកជ្រលក់ប្រហិតរបស់ម៉ែគាត់បឺតវិញម្ដងធានាថាឆ្ងាញ់ជាប់មាត់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងគាត់អ្នកលក់ប្រហិតស្រាប់បើសិនជាគាត់ធ្វើទឹកជ្រលក់នេះមួយមុខទៀតធានាដឹងតែលក់ដាច់តែម្ដងដំបូងយើងយកខ្ទឹមក្រហមបកសម្បកចេញឲ្យហាន់វាជាចំណិតតូចប្រហែលជា5ទៅ6មើមបន្ទាប់មកទៀតយើងយកជីបន្សុយហាន់ទាំងគល់ហាន់ទាំងឫសតែម្ដងលាងទឹកវាស្អាតមកហើយស្លឹករបស់វាយើងទុកដែលខ្លួនម្ដុំយើងយកតែគល់របស់វានឹងទុកដែលខ្លួនម្ដុំសម្រាប់គ្រឿងផ្សំមានស្ករសមានទឹកអំពិលទុំខ្ទឹមក្រហមជីបន្សុយម្ទេសរួមជាមួយនឹងម្សៅឆាដំបូងយើងយកខ្ទឹមក្រហមដែលយើងបានចិតជាចំណិតតូចហ្នឹងយកទៅដាក់បំពងវារហូតតរវាឡើងក្រៀមឡើងឈ្ងុយតែម្ដងអ្នកនរគ្នាដូចម៉ែកូនបឺតធ្វើនៅក្នុងវីដេអូហ្នឹងចឹងហើយកុំបើកភ្លើងខ្លាំងបើកភ្លើងតិចល្មមបានហើយបំពងវារហូតតតែឈ្ងុយបែបនេះហើយយើងស្រង់វាយកមកទុកឲ្យស្រក់ខ្លាញ់ទុកម្ដុំសិនមករួចហើយយើងយកគល់ជីបន្សុយទាំងគល់ទាំងឫសដែលយើងបានហាន់ទុកម្ដុំមិញហ្នឹងយកមកបុកវាឲ្យរាងម៉ត់បន្តិចកុំឲ្យម៉ត់ខ្លាំងពេកតែមកម៉ត់ល្មមមកបានហើយបន្តមកទៀតយើងយកខ្ទឹមក្រហមដែលយើងបានបំពងបាញ់មិញយកមកដាក់បុកជាមួយគ្នាតែបុកកុំឲ្យម៉ត់ខ្លាំងពេកអ្នកនរគ្នាមកម៉ត់ល្មមមកបានមកចូលគ្នាល្អតែប៉ុណ្្នឹងមកបានហើយដូចបងឃើញនៅក្នុងវីដេអូហ្នឹងចឹងបន្តមកទៀតយើងយកស្ករសចំនួន4ខាំដាក់ចូលក្នុងខ្ទះមកកំតណាបើកភ្លើងឲ្យសោះដាក់ម្ទេសហុយនេះកន្លះកូនកែវមកប៊ីចេយើងដាក់1ស្លាបព្រាអំបិលកន្លះស្លាបព្រាមកសម្រាប់ទឹកជាយើងដាក់300មីលីលីត្រហើយអាទឹកខ្មៅនេះគឺទឹកអំពិលទុំអ្នកនរគ្នាអាចរកទិញតាមតូបចាប់រួយបានដាក់កន្លះចានចងប៉ុណ្ណឹងមកហើយនេះគឺម្ទេសឆាយើងដាក់ចូល1ស្លាបព្រាបាយតែប៉ុណ្ណឹងមកហើយយើងកូរវាឲ្យរលាយគ្រឿងគ្នាបន្តិចហើយចាំយើងបើកភ្លើងតាមក្រោយសម្រាប់ភ្លើងយើងកុំបើកខ្លាំងបើកមកពាក់កណ្ដាលបើកមកល្មមមកបានហើយយើងកូរវាទៅឬកំដៅចោលអសោះប្រយ័ត្នដើរចោលគឺវាខ្លោចលឿនណាអាហ្នឹងមើលតែចាប់ផ្ដើមពុះហើយយើងយកគ្រឿងដែលយើងបានបុកគល់ជីបន្សុយជាមួយនឹងខ្ទឹមក្រហមបាញ់មិញហ្នឹងយកមកដាក់ចូលហើយយើងទុកវាមកពុះមកចាំយើងដាក់ម្សៅឆាចូលតាមក្រោយទៀតឥឡូវយើងដាក់ទឹកត្រីសិនទឹកត្រីនេះប្រើចំនួន3ស្លាបព្រាលោដោយបងឃើញនៅក្នុងវីដេអូម៉ែកូនបឺតចាក់ឲ្យមើលចឹងសម្រាប់ម្សៅឆាយើងប្រើចំនួន2ស្លាបព្រាបាយហ្នឹងហើយទឹកប្រើកន្លះកូនកែវប៉ុណ្ណឹងមកយើងកូរវាឲ្យរលាយគ្នាជាមួយនឹងទឹកហើយយកម្សៅឆាយកទៅចាក់ចូលក្នុងទឹកប្រហិតរបស់យើងតែម្ដងរួចហើយយើងកូរវាបន្តិចភ្លើងកុំបើកខ្លាំងភ្លើងបើកតិចអ្នកនរគ្នាកុំបើកភ្លើងខ្លាំងឲ្យសោះបើសិនជាបងចង់បានខាប់ខ្លាំងជាងនេះដាក់ម្សៅឆាថែមក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺប៉ុណ្ណេះគឺល្មមតែម្ដងតែប៉ុណ្ណឹងគឺរួចរាល់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាទឹកជ្រលក់ប្រហិតរបស់យើងលើកវាយកមកចាក់ទុកឲ្យត្រជាក់មកនៅពេលដែលវាត្រជាក់គឺវារឹតតែខាប់តែម្ដងដូចខ្ញុំប្រាប់ចឹងដាក់តែប៉ុណ្ណឹងតាមម៉ែកូនបឺតមកគឺមកល្មមតែម្ដងចុងក្រោយយើងដាក់ជាមួយនឹងស្លឹកជីបន្សុយបន្តិចមកដើម្បីវាមានក្លិនក្រអូបចឹងទៅណាដល់ពេលវាត្រជាក់គឺវាកកមកល្មមតែម្ដងអ្នកនរគ្នាដាក់តែប៉ុណ្ណឹងមកគឺល្មមហើយបើសិនជាបងចង់បានខាប់ខ្លាំងជាងនេះដាក់ម្សៅឆារៀងច្រើនបន្តិចមកគឺវាខាប់ហើយប៉ុន្តែសម្រាប់ខ្ញុំគឺណែនាំតែប៉ុណ្ណឹងមកគឺបានហើយកុំឲ្យខាប់ខ្លាំងពេកយើងដាក់ម្សៅឆាច្រើនពេកក៏វាមិនសូវជាមានរសជាតិឆ្ងាញ់ដែរដោយវាថាធំក្លិនតែម្សៅឆាវិញអ្នកនរគ្នាដាក់តែប៉ុណ្ណឹងមកគឺល្មមខាប់មកល្មមតែម្ដងកាន់តែត្រជាក់គឺកាន់តែខាប់តែម្ដងអ្នកទាំងអស់គ្នាឲ្យមានរសជាតិឆ្ងាញ់ណាសម្រាប់រសជាតិរបស់វារៀងជូរផ្អែមហើយហឹរសម្រាប់បងមកចំនួនទូចខ្ញុំដឹងថានៅពេលគាត់ចូលមើលវីដេអូនេះហើយដឹងតែគាត់ខមមិនរីគាត់ថាធ្វើទឹកជ្រលក់នេះគឺធ្វើតាមប្រទេសគេទៀតហើយអ្នកនរគ្នាយើងធ្វើតាមប្រទេសណាគឺវាអត់សំខាន់ទេសំខាន់គឺយើងចេះធ្វើអាចធ្វើបានណាអ្នកនរគ្នាមិនសំខាន់ថាទឹកជ្រលក់ហ្នឹងមានប្រភពមកពីប្រទេសណាទេសំខាន់គឺយើងធ្វើផ្ទាល់ដៃធ្វើដោយខ្លួនឯងយើងអត់បាននាំចូលមកធ្វើទេគឺយើងធ្វើដោយខ្លួនឯងធ្វើដោយផ្ទាល់ដៃតែម្ដងចឹងហើយបងមកចំនួនទូចអ្នកនរគ្នាចូលចិត្តដែលថាឲ្យគេហ្នឹងទឹកជ្រលក់ហ្នឹងធ្វើតាមប្រទេសនេះទឹកជ្រលក់ហ្នឹងធ្វើតាមប្រទេសនោះល្មមឈប់ហើយកែអាចដឹកហ្នឹងចោលទៅបោះចោលទៅសម័យនេះហើយ